ក្នុងឱកាសនេះផងដែរខ្ញុំប្រកាសរណាអាត្មាភាពក៏បានទទួលការរតនានិមន្តពីអស់លោកអ្នកម្ចាស់បុណ្យតាមរយៈលោកអាចារ្យដើម្បីបានសម្ដែងនៅពធទេសនាហើយនៅក្នុងកលៈទេសៈនេះផងដែរជាកលៈទេសៈមួយដ៏ក្រៀមក្រំសម្រាប់យើងជាប្រជាជាតិខ្មែរក្នុងរយៈកាល 5-6 ថ្ងៃមកនេះសង្គ្រាមនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែននៅតែមានទុះអាវុធហើយប្រជាពលរដ្ឋខ្មែរយើងនៅតាមតំបន់ទុះសង្គ្រាមក៏នៅតែបន្តភៀសខ្លួនដើម្បីស្វែងរកនៅទីកន្លែងដែលសុវត្ថិភាពត្រូវបោះបង់ផ្ទះសម្បែងគោអំពែស្រែចម្ការសត្វប្រឡាត់ធ្វើយ៉ាងណាឲ្យតែធានាបាននៅសុវត្ថិភាពហើយកងទ័ពរបស់យើងក៏កំពុងតែមានស្មារតីមាំទាំម៉ឺងម៉ាត់អង្អាចក្លាហានមិនញញើតនឹងការច្បាំងតតាំងជាមួយសត្រូវព្រោះខ្មែរយើងគឺជាអ្នកការពារខ្លួនហើយមានតួនាទីក្នុងការថែរក្សានៅបរណភាពទឹកដីចឹងកងទ័ពខ្មែរយើងគឺពិតជាអង្អាចក្លាហានណាស់ហើយក៏មានកងទ័ពខ្លះត្រូវបាត់បង់ជីវិតក្នុងសមរភូមិបាត់បង់ជីវិតទាំងភាពក្លាហាននិងបន្សល់ទុកនៅគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិសម្រាប់ពួកយើងទាំងអស់គ្នាជាជនជាតិខ្មែរចឹងទេយើងទាំងអស់គ្នាពិតជាមានការគោរពនិងមោទនភាពចំពោះពញ្ញាណក្ខន្ធរបស់បងកងទ័ពក៏ដូចជាចំពោះកងទ័ពដែលកំពុងតែប្រឈមមុខតតាំងច្បាំងជាមួយនឹងសត្រូវហើយក៏ពួកយើងទាំងអស់គ្នាកំពុងតែរួបរวมគ្នាជួយគ្នាផ្ដល់ជាថវិកាសម្ភារៈប្រើប្រាស់អាហារហូបចុកផ្សេងទៅដល់កងទ័ពទៅដល់ជនភៀសសឹកទាំងអស់ចឹងយើងសង្ឃឹមថាប្រទេសរបស់យើងនឹងឆាប់បាននៅសន្តិភាពមកវិញណាញោមណានឹងបានសុខសាន្តត្រានមកវិញយើងជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកនឹងខិតខំប្រឹងប្រែងដោះស្រាយនៅចំនួននេះប្រកបដោយសន្តិវិធីហើយមានតម្លាភាពនិងទទួលបាននៅផលប្រយោជន៍គឺការរក្សាបាននៅបរណភាពទឹកដីសន្តិសុខនិងអធិបតេយ្យភាពត្រឡប់មកវិញអញ្ចឹងយើងចូលរួមទាំងអស់គ្នាព្រោះពេលវេលានេះជាពេលវេលាដែលយើងត្រូវរួបរวมគ្នាត្រូវសាមគ្គីគ្នាដោយឡែកនៅក្នុងថ្ងៃនេះបានឱកាសមកជួបញាតិញោមពុទ្ធបរិស័ទអ្នកកបូលឃុំកតោកញាតិញោមស្គាល់អាត្មាដែរទេណាស្គាល់ញាតិញោមដែលទៅពីម្ដុំនេះទៅប្រាសាទនាងខ្មៅ
chơi tàu nhật nhọp tại mình đăng tập phùm nà khla nên nè phùm sài không nó có đôi chữ lọp tàu lọp nhầm đấy giờ chẳng hạn giờ co tới tiên và chai ấy nâng giờ từ chui ốp thăm trò trung đào bà song riêng sốt nơi tì nô ấy bà song ở lâu ní bây rồi chất sập pram ong nhổn hay ngày thì mà hay buôn mà hay pram khai mùi nâng bụng bua còn là bọt nâng hà sập pram ong tiệt chứng nâng lang đo chiêng buôn rồi hayประเทศយើងកំពុងតែអញ្ចឹងផងថ្មក៏មិនដឹងថាគិតយ៉ាងម៉េចណាយ៉ាងណាក៏យ៉ាងនឹងចោះណាញោមណាណាសង្ឃឹមថាគុណបុណ្យបរតនត្រ័យទស្សបារមីគ្រប់ទិសទីវត្ថុស័ក្តិសិទ្ធិជួយឲ្យឆាប់ចប់សង្គ្រាមនេះឲ្យបានរហ័សហើយញាតិញោមទៅមុនយកចាយលុយកាក់ទៅទៀនអីហ្នឹងយកទៅប្រគេនហ្នឹងអស់ហើយឥឡូវនេះនោះឆាន់អស់ហើយណាបច្ច័យក៏ចាយអស់ហើយដែរអញ្ចឹងមើលមិនម៉ាកុំចោលលោកយូរពេកសារទៅអឺតមួយឆ្នាំបាន2ដង3ដងហើយណាក៏បានម្ដងដែរញោមណាព្រោះប្រសង់ទាំងអស់ដែលនៅប្រាសាទនាងខ្មៅគឺកំពុងសិក្សារៀនសូត្របដោះបដាលឲ្យមានធនធានឲ្យคล้ายទៅជាទំពាំងស្នងឫស្សីឲ្យคล้ายទៅជាអ្នកបន្តវេនសម្រាប់ជាតិយើងសម្រាប់ពុទ្ធសាសនារបស់យើងទាំងអស់គ្នាហើយជីវិតយើងរស់នៅក្នុងសង្គមជាតិជាមួយគ្នាបើយើងមិនចេះជួយគ្នាក៏មិនដឹងថាយើងរស់នៅនឹងមានន័យអីរស់នៅមានទ្រព្យសម្បត្តិមានសេចក្តីសុខតែត្រឹមខ្លួនឯងឬក្រុមគ្រួសាររបស់ខ្លួនឯងវាហាក់បីដូចជាកើតមកតែឯងអត់បានរួមសុខរួមទុក្ខជាមួយគេណាញោមណាអាត្មាសង្កេតឃើញជនជាតិខ្មែរយើងគឺនៅពេលដែលប្រទេសមានភ័យអាសន្នអញ្ចឹងឃើញថាខ្មែរយើងពិតជាស្រឡាញ់គ្នាពិតជាជួយគ្នាខ្លាំងណាស់ជួយគ្នាតាមតំបន់ជំរំជនភៀសសឹកផងជួយទៅដល់កងទ័ពជួមុខនឹងផងឃើញពីការស្រឡាញ់គ្នាការជួយគ្នាសង្គ្រោះគ្នាឥឡូវនេះបុណ្យនេះគឺជាបុណ្យខួបគម្រប់1ឆ្នាំផងហើយនឹងគម្រប់31ឆ្នាំផងដែលឯកឧត្តមលោកជំទាវអស់លោកស្រីជាអិសរាធិបតីលោកបានកំណត់យកពេលវេលានេះរាប់ថាជាពេលវេលាជួបជុំបងប្អូនក្រុមគ្រួសារនិងសម្ដែងនៅទឹកចិត្តកតញ្ញូកតវេទីចំពោះបុព្វការីជនដែលបុព្វការីជននោះទោះបីជាលោកបានស្លាប់បាត់បង់ជីវិតទៅអស់រយៈកាល1ឆ្នាំនិង31ឆ្នាំឬក៏លើសពីនេះទៅហើយក្តីក៏លោកនៅរាប់ថាបុព្វការីជនដែលចែកឋានទៅនោះនៅតែជាអ្នកមានគុណដ៏ធំធេងសម្រាប់កូនចៅប្រុសស្រីគ្រប់រូបហើយដោយជំនឿជឿជាក់ក្នុងព្រះពុទ្ធសាសនាថាការដែលធ្វើនៅអំពើដែលជាប្រយោជន៍សម្រាប់ញាតិសម្រាប់បុព្វការីជនដែលបានចែកឋានទៅនោះគឺមានតែការធ្វើតក្កិណានុបទានទៅឧទ្ទិសកុសលជូនទៅតែប៉ុណ្ណោះ
ហើយក៏ជឿថាមានតែការថ្វាយទានចំពោះសង្ឃមានតែការបំពេញបុណ្យបំពេញកុសលបង្អោនចិត្តឧទ្ទិសទៅបានសម្រេចជាប្រយោជន៍ដល់អ្នកដែលចែកឋានហើយក៏ជឿជាក់ថាអ្នកដែលចែកឋានទៅនោះប្រកាសជានឹងអាចអនុមោទនានៅមហាកុសលពីកូនចៅប្រុសស្រីគ្រប់រូបដែលបានបំពេញឧទ្ទិសផ្សាយទៅនឹងបានសម្រេចដោយសេចក្តីប្រាថ្នាអញ្ចឹងយើងជឿអញ្ចឹងជឿលើគុណរបស់លោកយើងជឿទៅលើផលនៃកុសលជឿថាអ្នកដែលចែកឋានទៅបានទទួលផលទើបអស់លោកអ្នកទាំងអស់គ្នាហ៊ានលះបង់ដល់ទ្រព្យសម្បត្តិចំណាយទ្រព្យធនរៀបចំជាបុណ្យកុសលមួយដល់មហោឡារិកឃើញទេបើយើងមើលអំពីទ្រង់ទ្រាយទំហំនៃបុណ្យនេះមិនមែនចំណាយតិចទេញោមចំណាយច្រើនណាស់យើងគ្រាន់តែមើលអាសនៈនិងគ្រឿងសក្ការៈបូជានៅកន្លែងក្រុងពលីគ្រឿងសក្ការៈបូជានៅក្នុងពុទ្ធាសនៈរៀបចំតុបតែងតម្កល់រូបថតរបស់មេដាបិតារៀបចំសង្ឃាសនៈកន្លែងប្រសង់គង់តុបតែងដោយភ្លើងពណ៌កណាត់រំយល់ដ៏ស្រស់ស្អាតហើយត្រៀមនៅតីវត្ថុដែលជាវត្ថុរៀបចំសម្រាប់ប្រគេនចំពោះព្រះសង្ឃអញ្ចឹងច្រើនណាស់ប៉ុន្តែច្រើនប្រមាណប៉ុន្តែបើទោះបីជាយើងយកទៅប្រៀបធៀបជាមួយនឹងគុណរបស់មេដាបិតាក៏មិនអាចស្មើដែរព្រោះមេដាបិតាទោះបីលោកស្លាប់ទៅមែនប៉ុន្តែនៅតែជាអ្នកមានគុណទាំងជាអនន្តគុណអនេកបគុណអសមគុណអបរិមាណគុណអញ្ចឹងហើយយើងជាកូនជាអ្នកបដិបត្តិនិងជឿជាក់ក្នុងពុទ្ធសាសនាបានសិក្សាបានរៀនសូត្រមកយើងមាននៅសមាទិដ្ឋិពលគឺការទទួលយកនៅគុណរបស់មេដាបិតាដោយពិចារណាឃើញថាលោកពិតជាអ្នកមានគុណលោកគឺជាដើមហេតុនៃអ្វីៗគ្រប់យ៉ាងរបស់កូនទាំងកំណើតកើតមកលើផែនដីនេះទាំងការចិញ្ចឹមបីបាច់ថែរក្សាទាំងការផ្ដល់នៅបច្ច័យ4សម្លៀកបំពាក់អាហារហូបចុកទីស្នាក់ទីអាស្រ័យរហូតរាប់ទៅដល់ពាក្យអប់រំទូលមានព្រានប្រដៅរបស់កូនចៅប្រុសស្រីដែលធ្វើឲ្យយើងคลายទៅជាមនុស្សល្អទៅជាមនុស្សដឹងខុសដឹងត្រូវស្គាល់ចាស់ទុំបុណ្យបាបនឹងរាប់រហូតទៅដល់ឱកាសពេលវេលាដែលលោកផ្ដល់ឲ្យយើងសម្រាប់បានសិក្សារៀនសូត្រអភិវឌ្ឍនៅចំណេះដឹងឲ្យមានសមត្ថភាពដើម្បីស្វែងរកទ្រព្យដើម្បីធ្វើកិច្ចការងារគ្រប់យ៉ាងអញ្ចឹងមានតែលោកនឹងឯងគឺជាដើមហេតុអញ្ចឹងរាប់ទៅគុណរបស់លោកនឹងពិតជាធំធេងមិនអាចកណនាបានមែនព្រោះលោកជានាវាចម្លងកូនចម្លងពួកយើងជាកូនមកដល់ទីនេះអញ្ចឹងកូនអត់មានអីដែលល្អជាជាងការដឹងគុណនឹងទេញោមដឹងគុណលោកហើយយើងតាមបំពេញតាមឧទ្ទិសតាមផ្សាយនៅកុសលដែលកើតឡើងអំពីបញ្ញកិរិយាវត្ថុដែលយើងបានធ្វើនៅក្នុងបុណ្យហ្នឹងណាញោមណាមានការឲ្យទានមានការរក្សាសិលចម្រើនមេត្តាភាវនាស្ដាប់ពធទេសនាជាដើមហ្នឹងជាមហាកុសលដែលយើងត្រូវសន្សំហើយយើងឧទ្ទិស
ទៅដល់គាត់នឹងកិច្ចនៃការធ្វើបុណ្យតក្កិណានុប្រទានឬបុណ្យខួបហ្នឹងគឺប៉ុណ្្នឹងឯងដែលមានលោកអាចារ្យជាអធិបតីជួយដឹកនាំវេដឹកនាំថ្វាយអង្គមដឹកនាំសុំសិលសម្រាប់រៀបចំរបៀបវិរៈកម្មវិធីនៅក្នុងបញ្ញកម្មរបស់យើងឯរឿងដែលយើងត្រូវគិតមួយទៀតគឺរឿងខ្លួនយើងផ្ទាល់ក្រៅពីបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់ហើយក៏យើងត្រូវគិតអំពីខ្លួនយើងមិនថាញោមជាម្ចាស់បុណ្យមិនថាញាតិញោមដែលជាភ្ញៀវក្នុងពុទ្ធសាសនាយើងញាតិញោមធ្លាប់ស្ដាប់លោកទេសនាហើយញាតិញោមធ្លាប់ស្ដាប់ពីការសម្ដែងអំពីក្រ4យ៉ាងក៏ក្រ4យ៉ាងហ្នឹងគឺថាមិនមែនក្រលេងទេក្រមហាសែនក្រមហាសែនក្រទី1ក្របានមកកើតជាមនុស្សទី2បានមកកើតជាមនុស្សហើយក្របានស្ដាប់ពធណាញាតិញោមបានស្ដាប់ធម៌ហើយក្រមានអាយុយឺនយូរវែងបានកើតជាមនុស្សបានស្ដាប់ធម៌មានអាយុយឺនយូរវែងហើយក្រនឹងបានជួបព្រះពុទ្ធណែក្រទាំង4យ៉ាងនេះសិតតែជាមហាសែនក្របើក្រទ្រព្យក្រសម្បត្តិអានឹងមកពីមនុស្សខ្ជិលរោមែនទេញាតិញោមណាខ្ជិលរោខ្ជិលសន្សំអានឹងបានក្រតែក្រ4យ៉ាងនេះគឺក្រដោយសារខ្ជិលធ្វើបុណ្យហ្នឹងឲ្យតែខ្ជិលធ្វើបុណ្យខ្ជិលសន្សំគុណធម៌ខ្ជិលសន្សំសេចក្តីល្អខ្ជិលបដិបត្តិធម៌អាហ្នឹងប្រកាសជាក្រ4ហ្នឹងហើយអញ្ចឹងការដែលបានមកកើតជាមនុស្សនេះលោករាប់ថាជាការក្រមួយគឺកម្រនឹងបានមកកើតជាមនុស្សតែយើងមើលកើតមកជាមនុស្សនេះវាអត់មានងាយស្រួលទេមិនស្រួលដូចយើងរើសកូនប្រសាស្រួលដូចយើងរើសឡានឬក៏រើសម៉ូតផ្ទះទេឲ្យតែមានលុយយើងចេះរើសបានទេមែនទេញោមណាម៉ូតផ្ទះទិញឡានម៉ូតនេះម៉ូតនោះកូនប្រសាឲ្យតែយើងកូនប្រុសយើងដល់វ័យទៅស្ដីកូនគេទៅបានកូនប្រសាស្រីហើយបើកូនបកើតយើងស្រីឲ្យតែគេចូលស្ដីយើងឲ្យគេទៅបានកូនប្រសាប្រុសហើយប៉ុន្តែដល់ពេលរឿងក្របានកើតជាមនុស្សនេះអត់មានទិញពីនរណាទេណាញោមណាមើលញោមដែលកើតមកជាមនុស្សអ្នកណាបញ្ជូនយើងមកណាញាតិញោមអត់ទេហើយយើងសុំអ្នកណាដើម្បីបានមកកើតជាមនុស្សនេះក៏អត់មានដែរហើយកំណើតនៅលើផែនដីនេះមិនមែនមានតែកំណើតយើងមួយទេក្នុងចក្រវាលនេះកំណើតច្រើនណាស់ញោមបើគិតជាកំណើតមានរហូតដល់ទៅ31កំណើតឯណោះហើយ31កំណើតបែងចែកទៅជាកំណើតសុគតិកំណើតទុគតិណាញោមកំណើតសុគតិមាន27កំណើតនោះកំណើតសុគតិញោមច្រើនណាស់កំណើតមនុស្សនឹងមួយសួរ6ជាន់រូបព្រំ16អរូបព្រំ4ស្មើនឹង27កំណើតហើយកំណើតទុគតិមានតែ4ទេ
កំណើតទុគតិ4មាននរោប្រែតអសុរកាយតិរិឆានឃើញទេញោមនឹងកំណើតទុគតិប៉ុន្តែថ្មីបាត់តែកំណើតសុគតិនឹងមានរហូតដល់ទៅ20កំណើតមែនសត្វលោកដែលចុតិហើយបានទៅកើតនៅក្នុងសុគតិភពហ្នឹងណាមានចំនួនតិចទេអត់ច្រើនតែសត្វលោកដែលស្លាប់ពីដែលចុតិទៅហើយបានទៅកើតនៅក្នុងកំណើតទុគតិភពបែរជាមានចំនួនច្រើនវិញកំណើតមានតែ4កំណើតទេ4ប្រភេទនៃកំណើតប៉ុន្តែសត្វដែលស្លាប់ទៅកើតនៅក្នុងទុគតិភពនោះបែរជាមានចំនួនច្រើនក្នុងអត្ថកថាធម្មបទលោកបញ្ជាក់សត្វលោកដែលចុតិហើយបានបរិសន្ធិក្នុងសុគតិភពមានចំនួនតិចដូចជាស្នែងគោតែសត្វដែលចុតិហើយបរិសន្ធិក្នុងកំណើតអបាយភូមិទុគតិវិនិបាតមានចំនួនច្រើនដូចជារោមគោឃើញទេញាតិញោមក៏នឹងអញ្ចឹងចាស់រឿងសុគតិទុគតិដែលថាមានតិចច្រើនជាងគ្នានេះសត្វទៅកើតនៅទីហ្នឹងដោយសារអីញាតិញោមដោយសារការប្រព្រឹត្តកម្មការប្រព្រឹត្តកម្មរបស់សត្វហ្នឹងផ្សេងពីគ្នាហេតុអីបានថាដោយសារប្រព្រឹត្តកម្មពីព្រោះកំណើតសត្វដែលវិលវល់អន្ទោលកើតចាស់ឈឺស្លាប់ហើយត្រូវសោយផលជាសុខត្រូវសោយផលជាទុក្ខហ្នឹងគឺដោយសារអំណាចកម្មហ្នឹងទៅមកកម្មណាវតតិលោកកោឃើញទេញាតិញោមសត្វលោកប្រព្រឹត្តទៅតាមកម្មសត្វណាបុគ្គលណាបុរសស្ត្រីណាប្រព្រឹត្តនៅកល្យាណកម្មរមែងបានបរិសន្ធិនៅក្នុងសុគតិភពឃើញទេបញ្ញੰសុខោវិបាកោណែពាក្យថាបុណ្យនេះគឺឲ្យផលមកវិញជាសេចក្តីសុខទុក្ខំវិបាកោបាបហើយផលជាទុក្ខណាសភាវៈទាំងពីរហ្នឹងគឺចឹងហ្មងញោមរឿងបុណ្យហើយបាបហ្នឹងផ្សេងគ្នាដាច់ស្រឡះបុណ្យឲ្យផលជាសុខដល់បាបឲ្យផលជាទុក្ខដូចអំបិលហើយស្ករអញ្ចឹងញោមញាតិញោមមើលអំបិលហើយស្ករវាខុសគ្នាកន្លែងណាខុសគ្នាត្រង់រសជាតិស្កររសជាតិមិនផ្អែមហើយចាស់ដល់អំបិលរសជាតិប្រៃញោមទៅធ្វើអំបិលឲ្យផ្អែមបានទេហើយចាស់ទៅធ្វើស្ករឲ្យប្រៃវិញបានទេអត់ទេចឹងរសជាតិរបស់ស្ករគឺផ្អែមរសជាតិរបស់អំបិលហ្នឹងគឺប្រៃនោះយ៉ាងណាវិបាករបស់បុណ្យគឺសុខឯវិបាករបស់បាបគឺទុក្ខណាចឹងហើយបានជាពុទ្ធណាព្រះអង្គទ្រង់ដឹងអំពីដំណើររបស់សត្វលោកដែលព្រះអង្គមាននៅចក្ខុដ៏ឧត្តមឧត្តមព្រះអង្គទ្រង់មាននៅទិព្វចក្ខុមាននៅបញ្ញាចក្ខុមាននៅពុទ្ធចក្ខុព្រះអង្គដឹងថាសត្វលោកណាដែលទៅកើតនៅទីណាកន្លែងណាបានសុខឬទុក្ខព្រោះប្រព្រឹត្តកម្មអីព្រះអង្គទ្រង់ដឹងអញ្ចឹងព្រះអង្គដឹងថាមានតែអំណាចនៃកម្មទេ
ដែលអាចចាត់ចែងសត្វលោកឲ្យមានសភាពបែបនេះបានណាថេកម្មੰសមੰពលំឃើញទេញាតិញោមគ្មានកម្លាំងអីខ្លាំងជាងកម្លាំងកម្មឡើយនឹងកម្លាំងកម្មហ្នឹងខ្លាំងចឹងរឿងកម្មជាអ្នកចាត់ចែងជាអ្នកកាត់ក្តីនៅសត្វលោកដែលប្រព្រឹត្តដាំស្វាយបេះស្វាយដោយខ្លួនឯងដាំស្លែងបេះស្លែងជាប្រចាំបេះផ្លែពីដើមដែលខ្លួនដាំផលកើតពីកម្មដែលខ្លួនសាងចឹងឯងញោមចឹងបានព្រះអង្គទ្រង់ទេសនាអប់រំយើងអ្នកកាន់ពុទ្ធសាសនានេះឲ្យប្រព្រឹត្តធ្វើតែអំពើល្អឲ្យប្រព្រឹត្តធ្វើតែអំពើល្អមាននៅប្រធាននេះគឺការតម្កល់ការតាំងចិត្តឲ្យមុតមមសង្វរៈប្រធានឲ្យយើងនេះត្រូវតែសង្រួមកុំឲ្យការប្រព្រឹត្តរបស់យើងវាមានបានឃើញទេញោមបហានប្រធានអ្នកបើសិនជាធ្លាប់ធ្វើបាបត្រូវលះបង់ចេញអនុរក្ខណាប្រធានអ្នកនឹងបើបានធ្វើបុណ្យធ្វើកុសលហើយត្រូវរក្សាអំពើល្អនោះឲ្យបានគង់វង្សឲ្យបានថិតថេរឃើញទេញោមនេះជាការប្រព្រឹត្តបដិបត្តិតាមមាគ៌ាធម៌នៃពុទ្ធសាសនារបស់យើងហើយដើម្បីប្រយោជន៍នរណាដើម្បីប្រយោជន៍ញោមតើអត់មានដើម្បីប្រយោជន៍ព្រះពុទ្ធទេព្រះអង្គបានទៅដល់ត្រើយនៃព្រះនិព្វានហើយព្រះអង្គអត់មានមកទទួលផលកម្មនរណាឬទទួលប្រយោជន៍អ្វីពីនរណានោះទេប៉ុន្តែដោយអំណាចនៃមហាករុណាទិគុណរបស់ព្រះអង្គដែលអាណិតអាសូរចំពោះសត្វព្រោះព្រះអង្គได้ខំកសាងនៅបុណ្យបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធនេះព្រោះដើម្បីប្រយោជន៍ទាំង3លោកដ្ឋប្រយោជន៍ដើម្បីសត្វលោកដោយព្រះអង្គឃើញថាសត្វលោកវិលកើតចាស់ឈឺស្លាប់នៅក្នុងសង្សារវដ្តនេះមិនមានទីបញ្ចប់ទេព្រោះតែមាននៅអវិជ្ជាតណ្ហាព្រោះតែមិនបានកសាងសន្សំបន្ទុំនៅបុណ្យបារមីឲ្យគ្រប់គ្រាន់ព្រោះតែមិនមានអ្នកចង្អុលបង្ហាញអ្នកបំភ្លឺឃើញទេញោមនឹងដើម្បីសត្វលោកនឹងដោយអំណាចនៃព្រះតីអនុគ្រោះរបស់ព្រះអង្គក៏ព្រះអង្គទ្រង់សម្ដែងធម៌ដល់សត្វលោកដើម្បីឲ្យសត្វលោកនឹងមានពន្លឺឡើងឃើញទេញោមញាតិញោមអ្នកព្រំដឹងហើយព្រះធម៌ជាសូរសែងរះឡើងចែងចាំងរាំងសីបំភ្លឺលោកទាំង3ឲ្យយល់ផ្លូវឋានសុខាចឹងគ្មានអីអ្នកដែលមកបំភ្លឺយើងក្រៅអំពីពធទេផ្លូវណាសុខផ្លូវណាទុក្ខផ្លូវណាជាប់វត្តដាក់ផ្លូវណាបានដល់នៅព្រះនិព្វានផ្លូវណាបុណ្យផ្លូវណាបាបផ្លូវណាគុណផ្លូវណាទោសព្រះអង្គសម្ដែងច្បាស់លាស់ដល់ពេលព្រះអង្គសម្ដែងដល់សត្វលោកឲ្យគោរពប្រតិបត្តិតាមអ្នកដែលប្រតិបត្តិតាមមានអីអ្នកដែលដល់នៅបារមីគ្រប់គ្រាន់ទៅក៏បាននៅមគ្គផលទៅបរិនិព្វានទៅអ្នកមិនតាន់បានដល់ក៏បានប្រព្រឹត្តខ្លួនឲ្យទៅជាកល្យាណជនកសាងសម្បុណ្យបារមីគេកើតក្នុងសុគតិភពទៅឃើញទេញោមដល់ព្រះអង្គបរិនិព្វានបាត់ព្រះអង្គអស់ហើយព្រះអង្គអត់មានវត្តមាននៅក្នុងចក្រវាលនេះក្នុងសង្សារវដ្តនេះដើម្បីមកត្រាស់ដឹងទៀតទេនៅតែព្រះពុទ្ធអង្គក្រោយទេចឹងយើងអ្នកកាន់ពុទ្ធសាសនាត្រូវតែខំប្រព្រឹត្តធ្វើល្អជាពិសេសញោមញាតិណាអ្នកដែលចង់បានសុខស្រឡាញ់ខ្លួនបានហើយញាតិញោម
សេចក្តីសុខដែលយើងចង់បានវាមិនមែនចង់បានសុខត្រឹមតែក្នុងមួយជាតិជាមនុស្សនេះទេបើអ្នកខ្លះចង់បានសុខព្រោះមានទ្រព្យច្រើនប្រឹងណាដើម្បីបានទ្រព្យបាបក៏ដោយអីក៏ដោយចេះទៅហើយណោះញោមណោះណាបោកកុហកគេបានក៏បោកកុហកគេទៅអាណាកេងប្រវាញ់គេបានក៏កេងប្រវាញ់ទៅណាស៊ីសំណោកសោកប៉ាន់បានក៏ស៊ីសំណោកសោកប៉ាន់ទៅអាផ្លូវណាអីខ្លះអាផ្លូវណាជិះជន់គេបានក៏ប្រើអំណាចទៅជិះទៅជន់គេទៅលក់ដូររបស់ហួសដលេចេះដាក់បន្លំលក់អញ្ចឹងទៅបានលុយឆាប់មានឆាប់បានព្រោះមានលុយវាហឺហាវាសបាយតែកុំភ្លេចសបាយបែបនោះសបាយអត់យូរទេ70 80ស្លាប់ហើយណោះចាំមើលទៅទុកក្នុងនរកវិញណោះបានដឹងខ្លួនណោះញោមណោះអ្នករកស៊ីកេងប្រវាញ់គេស៊ីសំណោកសោកប៉ាន់រំលោភបំពានយកទ្រព្យយកសម្បត្តិអ្នកដតីមកដើម្បីជារបស់ខ្លួនអ្នកដែលបន្លំរបស់ដាក់លក់ដើម្បីបំភាន់ផ្នែកគេដល់ពេលទៅកើតទៅជាប្រភេទប្រែតស៊ីសាច់ខ្លួនឯងនោះអានោះទៅឆ្ងាញ់សាច់ខ្លួនឯងអាហ្នឹងមិនដឹងខ្លួនណាញោមណាចឹងកុំដើម្បីបានត្រឹមតែបានរសជាតិនេះមានទ្រព្យសម្បត្តិបានប៉ុណ្្នឹងហើយទៅបដូរជាមួយសេចក្តីទុក្ខនៅក្នុងអបាយភូមិដ៏ច្រើនណាត្រូវរក្សាខ្លួនឲ្យបានល្អព្រោះញោមស្រឡាញ់ខ្លួនចង់ការពារខ្លួនកុំឲ្យខ្លួននោះវាមានតោកចង់តែបានសុខទេចឹងព្រះអង្គសម្ដែងថាបុគ្គលអ្នកដែលស្រឡាញ់ខ្លួនគោកបីឃុំក្រងខ្លួនឲ្យបានល្អអាតានញ្ជេប្រយ៉ាងជាញារខេយេណាំងសូរកេតាំងណាញាតិញោមណាឃុំក្រងខ្លួនឲ្យបានល្អហ្នឹងគឺថាឃុំក្រងនៅក្នុងអំពើដែលជាកុសលណាហ្នឹងទៅបានដំណើររបស់យើងទោះបីជាមិនតាន់បាននៅព្រះនិព្វានមែនប៉ុន្តែយើងយ៉ាងហោចណាស់ក៏កិច្ចផុតពីអបាយភូមិដែរណាយើងមើលកំណើតជាមនុស្សរបស់យើងនេះក្នុងសុគតិភូមិហ្នឹងគឺថាកំណើតមនុស្សនេះគឺទាបជាងគេហើយផុតតែពីមនុស្សនេះទៅចប់ហើយណាញោមផុតតែពីមនុស្សហ្នឹងទៅគឺថាទៅអបាយភូមិជាសត្វនរកជាសត្វប្រែតអីទៅក៏យើងអត់មានឱកាសបានមកស្ដាប់ធម៌បានមកធ្វើបុណ្យធ្វើកុសលអីនឹងដែរណាអញ្ចឹងបានកើតជាមនុស្សគឺដោយសារតែបុណ្យកុសលដែលយើងបានកសាងពីជាតិមួយទៅជាតិមួយណាញោមណាហើយកុំថាជាតិក្រោយចាំគិតទៀតឬក៏គ្មានជាតិក្រោយទេមិនបាច់ទៅធ្វើល្អអីទេអាហ្នឹងអត់ជឿអាហ្នឹងចប់ហើយញោមជឿអញ្ជើញញោមជឿទៅញោមណាកំណើតក្រោយកំណើតថ្មីទោះបីថាស្លាប់ជាតិនេះមិនមែនរូបកាយនេះទៅមែនប៉ុន្តែតួបរិសន្ធិបាននៅអត្តភាពថ្មីកំណើតថ្មីណាញោមណាតែកម្មដែលយើងធ្វើទាំងប្រមាណអត់ទៅណាទេទៅឲ្យផលជាមួយនឹងកំណើតថ្មីហ្នឹងញោមលបានទេញោមទៅឲ្យផលជាមួយនឹងកំណើតថ្មីហ្នឹងអញ្ចឹងយើងត្រូវតែធ្វើតែអំពើល្អឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាមួយទៀតកើតមកជាមនុស្សហើយវាក្រនឹងមានអាយុវែងឃើញទេណាអាយុជាទីប្រាថ្នាជាទីត្រេកអររបស់សត្វប៉ុន្តែมันអាចកំណត់អាយុខ្លួនឯងថាអាត្មាអញត្រូវតែរស់បានប៉ុណ្ណេះអត់បានទេណាញោមណាអញ្ចឹងឃើញទេអ្នកខ្លះកើតមកជាមនុស្សជាមួយយើងអញ្ចឹងប៉ុន្តែដល់ពេលរស់នៅ30 40ស្លាប់បាត់ឃើញទេអញ្ចឹងការដែលយើងមកបានមកដល់អាយុខៃ70 80នេះគឺជាការក្រណាស់ញោមជាការក្រណាស់យើងរស់មកដល់ពេលនេះមិនមែនព្រោះតែយើងច្បាំងឈ្នះនរណាមិនមែនព្រោះតែយើងសុំនរណាដើម្បីរស់ទេបុណ្យកុសលជួយឧបត្ថម្ភជួយគាំពៀផ្សំគ្នាជាមួយនឹងការចេះថែរក្សាសុខភាពថែរក្សាជីវិត
ប្រុងប្រយ័ត្នរបស់យើងនេះផងទើបអាចរក្សាជីវិតឲ្យបានមកដល់ពេលនឹងបានចាំបើយើងស្លាប់កាលពី40ឆ្នាំមុន20ឆ្នាំមុនឃើញទេពេលនេះមានឱកាសឃើញប្រទេសជាតិអញ្ចឹងឃើញស្រុកទេសអញ្ចឹងហើយមានឱកាសហ៎អត់មានទេអញ្ចឹងបានមកប្រប៉ុណ្ណេះហើយកុំភ្លេចស្មារតីមួយទៀតកុំភ្លេចខ្លួនទោះបីបានអាយុមកដល់ប៉ុណ្ណេះហើយមែនតែមើលពេលវេលារស់ទៅមុខទៀតប្របានហើយញាតិញោមខាងឆ្វេងណាយើងគិតពីពេលវេលាយើងរស់ទៅមុខទៀតអាត្មាអញសប្បាយចិត្តណាស់អាយុឥឡូវនេះ80ហើយឃើញទេញោមខ្លះហ្នឹងអួតទៀតបាន80អញស្មើព្រះណាអញស្មើព្រះប៉ុន្តែអត់គិតថា80ហើយហ្នឹងសល់ពេលប្រហែលទៀតដើម្បីរស់ញាតិញោមបើ8ហើយអាចប្រហែលទៀតអាចបាន8ទៀតទេញាតិញោមអត់ទេណោះមើលឥឡូវញោមស្មានខ្លួនឯងមើលបើស្មានណាអាចប្រហែលទៀតត្រឹម15អីទៀតទេបើត្រឹម15អីទៀតក៏អត់យូរហ្មងមកផ្លែតហ្នឹងបើគិតអាត្មាគិតខ្លួនឯងវិញត្រឹមបើថា15ឆ្នាំនេះពីត្រឹមអាត្មាធ្វើសក្រីមកដល់ឥឡូវនេះទៅថ្ងៃនោះមិញ15ឆ្នាំបាត់ហើយណាក៏អត់យូរផងខ្ញុំឯងមើលផ្លែតអាហ្នឹងក៏យើងស្មានទេណាស្មានតាមសុខភាពយើងស្មានតាមអីហ្នឹងតាមការដែលកូនចៅក៏ចេះថែទាំបានល្អហើយចុះដូចញោមខ្លះលេងមួយថ្ងៃលេបថ្នាំ2 3កវងដៃហ្នឹងធ្វើអីណោះញោមណោះដឹងមែនឡងបានប៉ុណ្ណឹងតែអ្វីដែលសំខាន់ណាស្លាប់ពេលណាជារឿងតាមបុណ្យព្រេងវាសនារបស់យើងចុះណែត្រូវគិតថាតើក្រោយពីស្លាប់ទៅហ្នឹងអាត្មាអញមានបុណ្យទៅជាមួយអត់គិតរឿងហ្នឹងកុំឲ្យដល់ពេលសេចក្តីស្លាប់មកដល់ងាករទៀនគ្មានសិលគ្មានទេវនាគ្មានចេះស្ដាប់ធម៌ចេះធ្វើបុណ្យអីសោះណែអាហ្នឹងដែលជាមូលហេតុធ្វើឲ្យស្លាប់ហើយទៅកើតអបាយភូមិដូចជារោមគោញោមរោមគោច្រើនយ៉ាងស្នែងគោមនុស្សយើងណាស់តែភ្លេចសតិភ្លេចខ្លួនភ្លេចស្មារតីកើតមកខ្ជីខ្ជាមួយអត្តភាពជាមនុស្សមានពុទ្ធសាសនាអីល្អពេកប៉ុន្តែព្រោះតែសេចក្តីលោភលន់ព្រោះតែអវិជ្ជាបាត់បង់ទៅក៏ប្រព្រឹត្តទៅតាមអំណាចនៃកិលេសមិច្ឆាទិដ្ឋិមានអ្នកទៅតឹងរឹងរូសមិនទទួលយកនៅដំបូន្មានរបស់បណ្ឌិតសប្បុរសអញ្ចឹងទៅក៏ធ្វើឲ្យខកខានក្នុងកំណើតជាមនុស្សនេះមួយអត្តភាពនឹងចោលទៅទេអត់បានធ្វើបុណ្យអីណាញោមណាអញ្ចឹងញាតិញោមខំសំបុណ្យសំកុសលពេលវេលាយើងនៅតិចតួចណាស់មិនសម្បូរទេមួយទៀតក្របានស្ដាប់ធម៌ញាតិញោមណាធម៌មិនមែនចេះបានស្ដាប់ស្រួលងាយទេញោមធម៌ដែលយើងអាចបានស្ដាប់ណាតលតែមានព្រះពុទ្ធត្រាស់ដឹងឡើងក្នុងលោកមានព្រះពុទ្ធត្រាស់ដឹងឡើងក្នុងលោកក៏តើតែយើងនឹងកើតចំកាលវេលាដែលនៅមានធម៌នឹងទៀតព្រះបរមពុរិស័ទយើងកាលនៅជាពុទ្ធិសត្វនៅឡើយមានជាតិមួយនោះព្រះអង្គកើតនៅក្នុងសម័យកាលដែលអត់មានធម៌កើតជាតិជាព្រះធម្មសោតកៈបានសោយរាជឲ្យព្រះអង្គប្រាថ្នាចង់ស្ដាប់ធម៌រអ្នកសំដែងធម៌ឲ្យស្ដាប់អត់បាន
ao tên là nam mau pin đồ cô ngay mau đạch thời gian mau tới để xua kì tan là anh che thoa tê ta mà nuôi mình điên nè sọc là anh đồ cô đồ bon là anh nông che thoa tê át miên là nai che pra à man sài na ao đào bao con bao khu đào xua rôn là na che đành thoa ai mà bồ thoa ai bọn đạp tầm mũi kia tha pi kia tha các bạn rau át bàn tiết là na che thoa ai mà bồ thoa ai bọn đạp xong bây tề nợ cơ có bọn ao đấy át rau át bàn rồi hốt đào bọn sầm rạch bật tới là bằng nấu pre nô cô là bong ri sầm bản tục ở kê đó bọn tranh ta muối bọn ai ta đào rộng lại che thua bọn tranh phật tâu nó đau ta đo sợ cạ tê vì đi nấu ai tao và tăng là nó khơi pre parom po để sát là bong pre nô cô trao làm bay xoay rôn nè po thôi sẽ đam có mò này mất luôn thôi chỉ dạ môi được thông vậy đấy mò này mất luôn thôi chỉ dạ pre parom po để sát thò mẹ sao được các pe khơi dạ chẳng hạn miền phây miền khá cái được khơi đăng play về kế cái tầm manu chấm like chẳng xua từ món ta nè chia manu chấm like play về kế về anh đôi chân ấy ta nè che thoa thế bởi che thoa cho bố lời dương sẽ đạp hòn sẽ cả tê với thầy dương che đài ta nè anh miền ấy bồi chia dương thế bồi chia dương ai bồi chia chỉ vật của ban chia ở vẹ giữa vẹ của ban đây tai trọt sầm bát dương miền tê là bóng ở hai bàn dạ nâng thả ở lâu chết bên là anh bôi chia riêng cai rồi bon là anh chỉ vật rồi bon là anh bán dương pol thôi sẽ đạp bàn bên ta ở lâu nó dương ăn miên cầm lăng thế rồi dương ọt là hai tràn ngày hai heo tôi bán bo rồi phô sạch là ai thấy bàn pol thò cào bàn phong thả dương ai bo để phô bán bàn tay tại dương bo để anh bo để phô dương hái dương thầm mạch bàn sẽ đạp thò đấy chẳng son là da khné miền việt thì mỗi cứ áo pre parampo để sát lao lơ của phụ nồng đầm bay lô cho sần đau mọt dạ hái dạ nắng hà mọt chăm nó bị khổ nâng hà mọt ở pô thò hái hà mọt pe để bọn lô cho mọ toàn đòn mọt tê hái dạ nắng pô thò từ khăn rồi dạ pe để lẹ bị lơ của phụ nồng mà đòn mọt nắng bọn pô ban và pan ná sạp vào nâng từ dạ pô ban pan ná bọn sạp vào nâng từ chẳng bọn làm lơ của phụ nồng này hai miền khai chứ nó nhủ miền chất ong ai khai han rồi ấy pro trong sẽ đạp thoa phê làm lơ của phụ nôm tớ ông lột bị lơ màu dẹp khăn là hà mót át bô thoa phỏng át bô thoa đấy khăn là hà mót riêng mà đào mót dẹp bô bay của ông vinh thế đấy nhô mà nè hãy bạp thải dương đấy cười chia bà ẩn tê mà tròn xa ta nẹ miền chất bằng áo cho bằng ca trong sạp thoa nâng và phần nà chẳng tới có bay po bóng nó rồi hốt đo than xuống đó nhôm á vài sạc cà rạ bôi chia mà hộp ở hà hãy ban pô thôi sạp thoa là sạc cà tê vừa đi nâng pô lại sạp lộp che hình pi của bột môn máu của dụ ca rồi bỏ bà ấn về nhé nó nhổm về nhá trong lộp che pi của bột môn máu thoa ạ để cha vợ ta sang kha ra dương nó nhổm nhổm đạp làm xoăm thì chị ấy mà nấy nhổm
dương bàn sẽ đạp lang xóm từ chia che chăm tăng bả lây phong tăng prai phong dul pi an tận đây phong nữa rồi xa sầm nang dương cạt máu miền thọ sẽ đạp tê và anh nâng bồ tha anh để trao và từ sang kha ráo ba từ vệ dạ tham miền đô ba chết toán để rồi chán để tế sang vũ bà sầm áo sọc khảo sang kha rồi tho tầng lai mình tiên men bất miên cái để gia cạt lang nâng rồi lót tàu vinh dạ tham mà đà rồi men cạt lang hái rồi lót tàu vinh lưu ta rồi lót nâu sang kha từ ban từ cái đây sọc rụp già thò nâng tam bất nghi xuống nông ca sốt hành trăm thế nhổ nhiệt nhổ con tay ta là pe an tần này khăm xa mẹ lên lên như nó nhô mà mẹ lên thế xong kha tầng lai cạt làng hai rồi lột tờ vinh bàn này thả cạt máu này chỉ một nụ này chỉ sát chỉ ấy cái đôi cầm nào ấy cái đôi chồng cái đôi thở tờ slap ai tại cạt làng hai rồi lột tờ vinh chỉ thầm ở đây ắt miền ấy mà cà pia rìa reng thầm mình áo rồi lột bàn tê là bà ấy nhận nhóm rồi lốt tơ vinh thăm mà đá bịa tờ thăm đá nhóm vô lấy và phướng cái đau giờ thăm mà đá bà tết ở đây vì cát lấy giờ thăm đá nay tao cay này bán mình này nhóm nữa và bắn prai giờ thăm mà đá có phải giờ thăm đá năng bịa tờ thăm mà đá năng chẳng vừa ăn miền ấy cái prai nấu hiệp thầm mà đang năng bàn tê chẳng chỉ bật dương nữa để sang kha phải chung tạ tay ở cát xây pro miền cross ad chiên kia chặt chay tàu chưa cầm nào xây kia đây sắt nấu không sang xa rồi bọn ấy ta cát lần hai trào tay rồi lót tàu với nhiệt thầm mà đà lúc tay rồi lót nấu sang kha từ bàn sọc này nhận nhau mà pro ấy pro bờ miền sang kha phải chôm tạ tay ở cao thái tổ bay cầm nào đây cái đói vẫn đâu từ miền tục nè chia để tục trở đi tục chia để tục mà rồi nè tục vẫn đâu từ miền tục chẳng đầm bay ao tục của tôi rồi lót nâu sang kha cứ rồi lót nâu poi nhà bị sang kha poi nhà bị sang kha nên chia bị sang kha rồi lót sang kha nâng hái đai hôm nay ấy đấy ẩm nái nấy hát tầm mẹ cái nhiên chỗ tục đạch bằng cho lại về chia tần ha rồi lột hái cứ bán là brand là biến sọc cục vàng cái đấy ăn tầm đấy vậy nhau mà mẹ cái sâu ở ruồi trên nó nhôm ná chân dương sầm nang đó nè ban miền ở cả đạp thò nó pruôn nở miền bột sạt sà nở miền thò vì này nó cò thì bay cò thì bốn cò nó bán chu bẻ bột nó nhôm ná dương ở bàn chùa của Phật tòa tề tại dương bàn chùa thô rồi bác bà ông bà ông sầm đai tháp bộ cờ ná khơi thô rồi bỏ thật thả cốt nè nốt mua thật bàn khơi thật thả cốt vô thòm mang bạc sợi tệ sau mang bạc sợi tệ bộ cờ ná khơi thô thật thả cốt bộ cờ nốt khơi thật thả cốt này ấy chia sầm náng chỉ preng rồi bỏ dương chẳng tế cầm ai cầm nào mà chiết rồi bỏ dương đi khliên bị thua bị vì nấy năng bị cá bị bật nấu ẩm pơ lọ nó nhôm ná plot ấy plot bán cầm ai plot chiết khliên ấy khliên bán cầm ai khliên sạch na tập plot chiết tập cao là rượu prẹt hai nghỉ bàn màu bình tề nó nhôm ná năng plot ấy rồi nhôm plot tơ plot chặt cái plot cùng plot ấy plot đó năng plot thầm đá đấy plot chừng đu lên ấy thế tai cầm oi plot chiết cầm nào dương á cao mà chiết trên một đô miền tho miền vì đây miền Phật Sasana cầm oi tổ phơ báp hay plot tổ cao là ruộng trái sợ đài nè nhôm sợ đài nè là bà ấy nhận nhôm chân cầm oi plot chiết á clear ban cầm oi clear Sasana clear nhiệt sẵn đan slap trao cái này năng thơm mấy na cây rồi miền phát đây bay phát đây tơ clear phát đây tơ na cây rồi thầm ná bờ cây ọt smart đó cây tơ nó nhôm nó clear kia bài kia tay nhôm cầm ao clear sasana ta clear sasana clear bìm pơ lõ clear bị côn ở thó clear bị ca ọp rôm cột giang nam mô tịnh ni ba na nhôm bật đằng cho mồm sắm cua và cả lia nhôm nấy nè mặt hồ Ratanatayasa nhôm Prakarana
ម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពុះពុះនៅក្នុងលោកដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះថេរានុថេរៈគ្រប់ព្រះអង្គក្នុងពុទ្ធសាសនាមណ្ឌលនេះដោយសេចក្តីគោរពជ្រះថ្លាឌិតោបរាំងធម្មទេសនំទេសសាមិជាកិច្ចបន្តបន្ទាប់ជាប់អំពីការប្រពបទនមស្ការខាងដើមដោយសង្ខេបបែបខ្លីមកប៉ុណ្ណេះក៏ដើម្បីបានឱកាសសម្រាប់ខ្ញុំព្រះករុណាអាត្មាភាពនិងរតនានៅព្រះធម៌មកសម្ដែងប្រកេនចែកជូនដល់កណាព្រំចាស់ញោមញាតិពុទ្ធបរិស័ទដើម្បីស្ដាប់ជាធម្មទាននៅវេលារសៀលនេះត្រូវជារសៀលថ្ងៃអាទិត្យ900ខែមករាឆ្នាំម្សាញ់សករាជស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14ខែធ្នូឆ្នាំ2025ពិធីបន់នេះប្រពនៅនឹងគេហដ្ឋានលោកជំទាវស្ដើងស្រីនិងឯកឧត្តមឈុនមឿនស្ថិតនៅក្នុងភូមិស្រែក្នុងសង្កាត់កន្តោបខណ្ឌកំបូលរាជធានីភ្នំពេញចាស់ទានប្រធានផ្ដើមបុណ្យមានអ្នកស្រីស្ដើងសៀមព្រមទាំងកូនចៅលោកស្ដើងទឹកនិងអ្នកស្រីវងមាលាព្រមទាំងកូនកូនលោកស្ដើងសុគានិងអ្នកស្រីសុខីមព្រមទាំងកូនកូនលោកជំទាវស្ដើងស្រីនិងឯកឧត្តមឈុនមឿនព្រមទាំងកូនកូនអស់លោកអ្នកទាំងអស់គ្នាបានរួបរวมគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើនៅពិធីបុណ្យគម្រប់ខួប1ឆ្នាំនិង31ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់ឧបាសិកាដូចសឿននិងឧបាសកស្ដាំសុនព្រមទាំងញាតិទាំង7សន្តានដែលបានលះលោកនេះទៅកាន់លោកខាងមុខហើយក្នុងឱកាសនេះផងដែរខ្ញុំព្រះករុណាអាត្មាភាពក៏បានទទួលការរតនានិមន្តពីអស់លោកអ្នកម្ចាស់បុណ្យតាមរយៈលោកអាចារ្យដើម្បីបានសម្ដែងនៅពធទេសនាហើយនៅក្នុងកលៈទេសៈនេះផងដែរជាកលៈទេសៈមួយដ៏ក្រៀមក្រំសម្រាប់យើងជាប្រជាជាតិខ្មែរក្នុងរយៈកាល 5-6 ថ្ងៃមកនេះសង្គ្រាមនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែននៅតែមានទុះអាវុធហើយប្រជាពលរដ្ឋ
ខ្មែរយើងនៅតាមតំបន់ទោសសង្គ្រាមក៏នៅតែបន្តភៀសខ្លួនដើម្បីស្វែងរកនៅទីកន្លែងដែលសុវត្ថិភាពត្រូវបោះបង់ផ្ទះសម្បែងគោអំពែស្រែចម្ការសត្វប្រឡាត់ធ្វើយ៉ាងណាឲ្យតែធានាបាននៅសុវត្ថិភាពហើយកងទ័ពរបស់យើងក៏កំពុងតែមានស្មារតីមាំទាំម៉ឺងម៉ាត់អង្អាចក្លាហានមិនញញើតនឹងការច្បាំងតតាំងជាមួយសត្រូវព្រោះខ្មែរយើងគឺជាអ្នកការពារខ្លួនហើយមានតួនាទីក្នុងការថែរក្សានៅបូរណភាពទឹកដីចឹងកងទ័ពខ្មែរយើងគឺពិតជាអង្អាចក្លាហានណាស់ហើយក៏មានកងទ័ពខ្លះត្រូវបាត់បង់ជីវិតក្នុងសមរភូមិបាត់បង់ជីវិតទាំងភាពក្លាហាននិងបន្សល់ទុកនៅគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិសម្រាប់ពួកយើងទាំងអស់គ្នាជាជនជាតិខ្មែរចឹងទេយើងទាំងអស់គ្នាពិតជាមានការគោរពនិងមោទនភាពចំពោះវិញ្ញាណក្ខន្ធរបស់បងកងទ័ពក៏ដូចជាចំពោះកងទ័ពដែលកំពុងតែប្រឈមមុខតតាំងច្បាំងជាមួយនឹងសត្រូវហើយក៏ពួកយើងទាំងអស់គ្នាកំពុងតែរួបរวมគ្នាជួយគ្នាផ្ដល់ជាថវិកាសម្ភារៈប្រើប្រាស់អាហារហូបចុកផ្សេងទៅដល់កងទ័ពទៅដល់ជនភៀសសឹកទាំងអស់ហើយចឹងយើងសង្ឃឹមថាប្រទេសរបស់យើងនឹងឆាប់បាននៅសន្តិភាពមកវិញណាញោមណានឹងបានសុខសាន្តត្រានមកវិញយើងជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកនឹងខិតខំប្រឹងប្រែងដោះស្រាយនៅចំនួននេះប្រកបដោយសន្តិវិធីហើយមានតម្លាភាពនិងទទួលបាននៅផលប្រយោជន៍គឺការរក្សាបាននៅបូរណភាពទឹកដីសន្តិសុខនិងអធិបតេយ្យភាពត្រឡប់មកវិញអញ្ចឹងយើងចូលរួមទាំងអស់គ្នាព្រោះពេលវេលានេះជាពេលវេលាដែលយើងត្រូវរួបរวมគ្នាត្រូវសាមគ្គីគ្នាដោយឡែកនៅក្នុងថ្ងៃនេះបានឱកាសមកជួបញាតិញោមពុទ្ធបរិស័ទអ្នកកបូលឃុំកតោកញាតិញោមស្គាល់អាត្មាដែរទេណាស្គាល់ញាតិញោមដែលទៅពីម្ដុំនេះទៅប្រាសាទនាងខ្មៅអញ្ជើញទៅញឹកញាប់តែមិនដឹងថាភូមិណាខ្លះអ្នកភូមិស្រែក្នុងហ្នឹងក៏ដូចជាធ្លាប់ទៅធ្លាប់ខ្ញុំណាយកចង្ហាន់យកអង្គទៅទានបច្ច័យអីហ្នឹងយកទៅជួយឧបត្ថម្ភត្រង់ដល់ព្រះសង្ឃរៀនសូត្រនៅទីនោះហើយព្រះសង្ឃឥឡូវនេះ375អង្គញោមហើយថ្ងៃទី24 25ខែ1ហ្នឹងនឹងបំពោះកុលបុត្រហ្នឹង55អង្គទៀតអញ្ចឹងនឹងឡើងដល់ជាង400ហើយប្រទេសយើងកំពុងតែអញ្ចឹងផងអាត្មាក៏មិនដឹងថាគិតយ៉ាងម៉េចណាយ៉ាងណាក៏យ៉ាងនឹងចោះណាញោមណា
សង្ឃឹមថាគុណបុណ្យបរតនត្រ័យទស្សបារមីគ្រប់ទិសទីវត្ថុស័ក្តិសិទ្ធិជួយឲ្យឆាប់ចប់សង្គ្រាមនេះឲ្យបានរហ័សហើយញាតិញោមទៅមុនយកបច្ច័យលុយកាក់តៃទានអីហ្នឹងយកទៅប្រគេនហ្នឹងអស់ហើយឥឡូវនេះនោះឆាន់អស់ហើយណាបច្ច័យក៏ចាយអស់ហើយដែរហ្នឹងអញ្ចឹងមើលមិនម៉ាកុំចោលលោកយូរពេកសាទៅអឺតមួយឆ្នាំបាន2ដង3ដងហើយណាក៏បានម្ដងដែរញោមណាព្រោះប្រសង់ទាំងអស់ដែលនៅប្រាសាទនាងខ្មៅគឺកំពុងសិក្សារៀនសូត្របដោះបដាលឲ្យមានធនធានឲ្យคล้ายទៅជាទំពាំងស្នងឫស្សីឲ្យคล้ายទៅជាអ្នកបន្តវេនសម្រាប់ជាតិយើងសម្រាប់ពុទ្ធសាសនារបស់យើងទាំងអស់គ្នាហើយជីវិតយើងរស់នៅក្នុងសង្គមជាតិជាមួយគ្នាបើយើងមិនចេះជួយគ្នាក៏មិនដឹងថាយើងរស់នៅនឹងមានន័យអីរស់នៅមានទ្រព្យសម្បត្តិមានសេចក្តីសុខតែត្រឹមខ្លួនឯងឬក្រុមគ្រួសាររបស់ខ្លួនឯងវាហាក់បីដូចជាកើតមកតែឯងអត់បានរួមសុខរួមទុក្ខជាមួយគេណាញោមណាអាត្មាសង្កេតឃើញជនជាតិខ្មែរយើងគឺនៅពេលដែលប្រទេសមានភ័យអាសន្នអញ្ចឹងឃើញថាខ្មែរយើងពិតជាស្រឡាញ់គ្នាពិតជាជួយគ្នាខ្លាំងណាស់ជួយគ្នាតាមតំបន់ជំរំជនភៀសសឹកផងជួយទៅដល់កងទ័ពជួរមុខនឹងផងឃើញពីការស្រឡាញ់គ្នាការជួយគ្នាសង្គ្រោះគ្នាឥឡូវនេះបុណ្យនេះគឺជាបុណ្យខួបគម្រប់1ឆ្នាំផងហើយនឹងគម្រប់31ឆ្នាំផងដែលឯកឧត្តមលោកជំទាវអស់លោកស្រីជាអិសរាធិបតីលោកបានកំណត់យកពេលវេលានេះរាប់ថាជាពេលវេលាជួបជុំបងប្អូនក្រុមគ្រួសារនិងសម្ដែងនៅទឹកចិត្តកតញ្ញូកតវេទីចំពោះបុព្វការីជនដែលបុព្វការីជននោះទោះបីជាលោកបានស្លាប់បាត់បង់ជីវិតទៅអស់រយៈកាល1ឆ្នាំនិង31ឆ្នាំឬក៏លើសពីនេះទៅហើយក្តីក៏លោកនៅរាប់ថាបុព្វការីជនដែលចែកឋានទៅនោះនៅតែជាអ្នកមានគុណដ៏ធំធេងសម្រាប់កូនចៅប្រុសស្រីគ្រប់រូបហើយដោយជំនឿជឿជាក់ក្នុងព្រះពុទ្ធសាសនាថាការដែលធ្វើនៅអំពើដែលជាប្រយោជន៍សម្រាប់ញាតិសម្រាប់បុព្វការីជនដែលបានចែកឋានទៅនោះគឺមានតែការធ្វើតក្កិណានុបទានទៅឧទ្ទិសកុសលជូនទៅតែប៉ុណ្ណោះហើយក៏ជឿថាមានតែការថ្វាយទានចំពោះសង្ឃមានតែការបំពេញបុណ្យបំពេញកុសលបង្អោនចិត្តឧទ្ទិសទៅបានសម្រេចជាប្រយោជន៍ដល់អ្នកដែលចែកឋានហើយក៏ជឿជាក់ថាអ្នកដែលចែកឋានទៅនោះប្រកាសជានឹងអាចអនុមោទនានៅមហាកុសលពីកូនចៅប្រុសស្រីគ្រប់រូបដែលបានបំពេញឧទ្ទិសផ្សាយទៅនឹងបានសម្រេចដោយសេចក្តីប្រាថ្នាអញ្ចឹងយើងជឿអញ្ចឹងណាជឿលើគុណរបស់លោកយើងជឿទៅលើផលនៃកុសលជឿថាអ្នកដែលចែកឋានទៅបានទទួលផលទើបអស់លោកអ្នកទាំងអស់គ្នា
ហ៊ានលះបង់ដល់ទ្រព្យសម្បត្តិចំណាយទ្រព្យធនរៀបចំជាបុណ្យកុសលមួយដល់មហោឡារិកឃើញទេបើយើងមើលអំពីទ្រង់ទ្រាយទំហំនៃបុណ្យនេះមិនមែនចំណាយតិចទេញោមចំណាយច្រើនណាស់យើងគ្រាន់តែមើលអាសនៈនិងគ្រឿងសក្ការៈបូជានៅកន្លែងក្រុងពលីគ្រឿងសក្ការៈបូជានៅក្នុងពុទ្ធាសនៈរៀបចំតុបតែងតម្កល់រូបថតរបស់មេដាបិតារៀបចំសង្ឃាសនៈកន្លែងប្រសង់គង់តុបតែងដោយភ្លើងពណ៌កណាត់រំយល់ដ៏ស្រស់ស្អាតហើយត្រៀមនៅទេយ្យវត្ថុដែលជាវត្ថុរៀបចំសម្រាប់ប្រគេនចំពោះព្រះសង្ឃអញ្ចឹងច្រើនណាស់ប៉ុន្តែច្រើនប្រមាណប៉ុន្តែបើទោះបីជាយើងយកទៅប្រៀបធៀបជាមួយនឹងគុណរបស់មេដាបិតាក៏មិនអាចស្មើដែរព្រោះមេដាបិតាទោះបីលោកស្លាប់ទៅមែនប៉ុន្តែនៅតែជាអ្នកមានគុណទាំងជាអនន្តគុណអនេកបគុណអសមគុណអបរិមាណគុណអញ្ចឹងហើយយើងជាកូនណាជាអ្នកបដិបត្តិនិងជឿជាក់ក្នុងពុទ្ធសាសនាបានសិក្សាបានរៀនសូត្រមកយើងមាននៅសមាទិដ្ឋិពលគឺការទទួលយកនៅគុណរបស់មេដាបិតាដោយពិចារណាឃើញថាលោកពិតជាអ្នកមានគុណលោកគឺជាដើមហេតុនៃអ្វីគ្រប់យ៉ាងរបស់កូនទាំងកំណើតកើតមកលើផែនដីនេះទាំងការចិញ្ចឹមបីបាច់ថែរក្សាទាំងការផ្ដល់នៅបច្ច័យ4សម្លៀកបំពាក់អាហារហូបចុកទីស្នាក់ទីអាស្រ័យរហូតរាប់ទៅដល់ពាក្យអប់រំទូលមានព្រានប្រដៅរបស់កូនចៅប្រុសស្រីដែលធ្វើឲ្យយើងคล้ายទៅជាមនុស្សល្អទៅជាមនុស្សដឹងខុសដឹងត្រូវស្គាល់ចាស់ទុំបុណ្យបាបនឹងរាប់រហូតទៅដល់ឱកាសពេលវេលាដែលលោកផ្ដល់ឲ្យយើងសម្រាប់បានសិក្សារៀនសូត្រអភិវឌ្ឍនៅចំណេះដឹងឲ្យមានសមត្ថភាពដើម្បីស្វែងរកទ្រព្យដើម្បីធ្វើកិច្ចការងារគ្រប់យ៉ាងអញ្ចឹងមានតែលោកនឹងឯងគឺជាដើមហេតុអញ្ចឹងរាប់ទៅគុណរបស់លោកនឹងពិតជាធំធេងមិនអាចកណនាបានមែនព្រោះលោកជានាវាចម្លងកូនចម្លងពួកយើងជាកូនមកដល់ទីនេះអញ្ចឹងកូនអត់មានអីដែលល្អជាជាងការដឹងគុណនឹងទេញោមដឹងគុណលោកហើយយើងតាមបំពេញតាមឧទ្ទិសតាមផ្សាយនៅកុសលដែលកើតឡើងអំពីបញ្ញកិរិយាវត្ថុដែលយើងបានធ្វើនៅក្នុងបុណ្យហ្នឹងណាញោមណាមានការឲ្យទានមានការរក្សាសិលចម្រើនមេត្តាភាវនាស្ដាប់ពធទេសនាជាដើមហ្នឹងជាមហាកុសលដែលយើងត្រូវសន្សំហើយយើងឧទ្ទិសទៅដល់គាត់នឹងកិច្ចនៃការធ្វើបុណ្យតក្កេណានុប្រទានឬបុណ្យខួបហ្នឹងគឺប៉ុណ្្នឹងឯងដែលមានលោកអាចារ្យជាអធិបតីជួយដឹកនាំវេដឹកនាំថ្វាយអង្គមដឹកនាំសុំសិលសម្រាប់រៀបចំរបៀបវិរៈកម្មវិធីនៅក្នុងបញ្ញកម្មរបស់យើងឯរឿងដែលយើងត្រូវគិតមួយទៀតគឺរឿងខ្លួនយើងផ្ទាល់ក្រៅពីបុណ្យឧទ្ទិសកុសលជូនអ្នកស្លាប់ហើយក៏យើងត្រូវគិតអំពីខ្លួនយើងមិនថាញោមជាម្ចាស់បុណ្យមិនថាញាតិញោមដែលជាភ្ញៀវក្នុងពុទ្ធសាសនាយើងញាតិញោមធ្លាប់
ស្ដាប់លោកទេសនាហើយញាតិញោមធ្លាប់ស្ដាប់ពីការសម្ដែងពីក្រ4យ៉ាងក្រ4យ៉ាងហ្នឹងគឺថាមិនមែនក្រលេងទេក្រមហាសែនក្រមហាសែនក្រទី1ក្របានមកកើតជាមនុស្សទី2បានមកកើតជាមនុស្សហើយក្របានស្ដាប់ពធណាញាតិញោមបានស្ដាប់ធម៌ហើយក្រមានអាយុយឺនយូរវែងបានកើតជាមនុស្សបានស្ដាប់ធម៌មានអាយុយឺនយូរវែងហើយក្រនឹងបានជួបព្រះពុទ្ធអ្នកក្រទាំង4យ៉ាងនេះសិតតែជាមហាសែនក្របើក្រទ្រព្យក្រសម្បត្តិអានឹងមកពីមនុស្សខ្ជិលរោមែនទេញាតិញោមណាខ្ជិលរោខ្ជិលសន្សំអានឹងបានក្រតែក្រ4យ៉ាងនេះគឺក្រដោយសារខ្ជិលធ្វើបុណ្យហ្នឹងឲ្យតែខ្ជិលធ្វើបុណ្យខ្ជិលសន្សំគុណធម៌ខ្ជិលសន្សំសេចក្តីល្អខ្ជិលបដិបត្តិធម៌អានឹងប្រកាសជាក្រ4ហ្នឹងអញ្ចឹងការដែលបានមកកើតជាមនុស្សនេះលោករត់ថាជាការក្រមួយគឺកម្រនឹងបានមកកើតជាមនុស្សចឹងយើងមើលកើតមកជាមនុស្សនេះវាអត់មានងាយស្រួលទេមិនស្រួលដូចយើងរើសកូនប្រសាស្រួលដូចយើងរើសឡានឬក៏រើសម៉ូតផ្ទះទេឲ្យតែមានលុយយើងចេះរើសបានហ្នឹងមែនទេញោមណាម៉ូតផ្ទះទិញឡានម៉ូតនេះម៉ូតនោះកូនប្រសាឲ្យតែយើងកូនប្រុសយើងដល់វ័យទៅស្ដីកូនគេទៅបានកូនប្រសាស្រីហើយបើកូនបកើតយើងស្រីឲ្យតែគេចូលស្ដីយើងឲ្យគេទៅបានកូនប្រសាប្រុសហើយប៉ុន្តែដល់ពេលរឿងក្របានកើតជាមនុស្សនេះអត់មានទិញពីនរណាទេណាញោមណាមើលញោមដែលកើតមកជាមនុស្សអ្នកណាបញ្ជូនយើងមកណាញាតិញោមអត់ទេហើយយើងសុំអ្នកណាដើម្បីបានមកកើតជាមនុស្សនេះក៏អត់មានដែរហើយកំណើតនៅលើផែនដីនេះមិនមែនមានតែកំណើតយើងមួយទេក្នុងចក្រវាលនេះកំណើតច្រើនណាស់ញោមបើគិតជាកំណើតមានរហូតដល់ទៅ31កំណើតឯណោះហើយ31កំណើតបែងចែកទៅជាកំណើតសុគតិកំណើតទុគតិណាញោមកំណើតសុគតិមាន27កំណើតនោះកំណើតសុគតិញោមមកច្រើនណាស់កំណើតមនុស្សនឹងមួយសួរ6ជាន់រូបព្រំ16អរូបព្រំ4ស្មើនឹង27កំណើតហើយកំណើតទុគតិមានតែ4ទេកំណើតទុគតិ4មាននរោប្រែតអសុរកាយតិរិឆានឃើញទេញោមនឹងកំណើតទុគតិប៉ុន្តែថ្មីបាត់តែកំណើតសុគតិនឹងមានរហូតដល់ទៅ20កំណើតមែនសត្វលោកដែលចុតិហើយបានទៅកើតនៅក្នុងសុគតិភពហ្នឹងណាមានចំនួនតិចទេអត់ច្រើនតែសត្វលោកដែលស្លាប់ពីដែលចុតិទៅហើយបានទៅកើតនៅក្នុងកំណើតទុគតិភពបែរជាមានចំនួនច្រើនវិញកំណើតមានតែ4កំណើតទេ4ប្រភេទនៃកំណើតប៉ុន្តែសត្វដែលស្លាប់ទៅកើតនៅក្នុងទុគតិភពនោះបែរ
ជាមានចំនួនច្រើនក្នុងអត្ថកថាធម្មបទលោកបញ្ជាក់សត្វលោកដែលចោតេហើយបានបរិសន្ធិក្នុងសុគតិភពមានចំនួនតិចដូចជាស្នែងគោតែសត្វដែលចោតេហើយបរិសន្ធិក្នុងកំណើតអបាយភូមិទុគតិវិនិបាតមានចំនួនច្រើនដូចជារោមគោឃើញទេញាតិញោមក៏នឹងអញ្ចឹងចាស់រឿងសុគតិទុគតិដែលថាមានតិចច្រើនជាងគ្នានេះសត្វទៅកើតនៅទីហ្នឹងដោយសារអីញាតិញោមដោយសារការប្រព្រឹត្តកម្មការប្រព្រឹត្តកម្មរបស់សត្វហ្នឹងផ្សេងពីគ្នាហេតុអីបានថាដោយសារប្រព្រឹត្តកម្មពីព្រោះកំណើតសត្វដែលវិលវល់អន្ទោលកើតចាស់ឈឺស្លាប់ហើយត្រូវសោយផលជាសុខត្រូវសោយផលជាទុក្ខហ្នឹងគឺដោយសារអំណាចកម្មហ្នឹងទៅមកកម្មណាវតតិលោកកោឃើញទេញាតិញោមសត្វលោកប្រព្រឹត្តទៅតាមកម្មសត្វណាបុគ្គលណាបរិសុទ្ធស្ត្រីណាប្រព្រឹត្តនៅកល្យាណកម្មរមែងបានបរិសន្ធិនៅក្នុងសុគតិភពឃើញទេបញ្ញសុខោវិបាកោណែពាក្យថាបុណ្យនេះគឺឲ្យផលមកវិញជាសេចក្តីសុខទុក្ខំវិបាកោបាបហើយផលជាទុក្ខណាសភាវៈទាំងពីរហ្នឹងគឺចឹងហ្មងញោមរឿងបុណ្យហើយបាបហ្នឹងផ្សេងគ្នាដាច់ស្រឡះបុណ្យឲ្យផលជាសុខដល់បាបឲ្យផលជាទុក្ខដូចអំបិលហើយស្ករអញ្ចឹងញោមញាតិញោមមើលអំបិលហើយស្ករវាខុសគ្នាកន្លែងណាខុសគ្នាត្រង់រសជាតិស្កររសជាតិមិនផ្អែមហើយចុះដល់អំបិលរសជាតិប្រៃញោមទៅធ្វើអំបិលឲ្យផ្អែមបានទេហើយចុះទៅធ្វើស្ករឲ្យប្រៃវិញបានទេអត់ទេចឹងរសជាតិរបស់ស្ករគឺផ្អែមរសជាតិរបស់អំបិលហ្នឹងគឺប្រៃនោះយ៉ាងណាវិបាករបស់បុណ្យគឺសុខហើយវិបាករបស់បាបគឺទុក្ខណាចឹងហើយបានជាពុទ្ធណាព្រះអង្គទ្រង់ដឹងអំពីដំណើររបស់សត្វលោក